ការអភិវឌ្ឍជំនាញទន់សប្តាហ៍ថ្ងៃមិនមែនមានតែជំនាញបច្ចេកទេសប៉ុណ្ណោះទេដែលសំខាន់ជំនាញទន់ដូចជាការនិយាយការធ្វើការជាក្រុមការដោះស្រាយបញ្ហាការគ្រប់គ្រងអារម្មណ៍កំពុងក្លាយជាគន្លឹះសម្រាប់បើកឱកាសទីផ្សារការងារអ្នកខ្លាំងមិនមែនព្រោះតែអ្នកចេះធ្វើការងារទេតែព្រោះអ្នកចេះធ្វើការងារជាមួយមនុស្សជំនាញទន់ត្រូវបានបង្កើតឡើងដោយការសន្ទនាដោយការស្ដាប់ដោយការប្រឈមបញ្ហាដោយការណែនាំអ្នកដទៃនិងអនុញ្ញាតឲ្យខ្លួនចេះសហការជាមួយគេមិនចាំបាច់រៀនអ្វីធំទេចូលបង្កើតការវាយតម្លៃខ្លួនឯងហាត់និយាយហាត់ស្ដាប់ហាត់ទប់អារម្មណ៍បន្តិចម្ដងក្លាយជាចំណុចរឹងរបស់អ្នកសួរសំណួរសំខាន់មួយថាតើអ្នកកំពុងអភិវឌ្ឍជំនាញដែលធ្វើឲ្យអ្នកមានតម្លៃជាងមុនឬកំពុងឈរនៅកន្លែងដដែល